này kia được các sản phẩm updateឬក៏ flash បាយយករបស់ desktop គាំងបើកអត់ចេញចឹងអាចសាកបានអានេះតាគៀបយើងគៀបឈីបវាមកឈីបបាយយកតាគៀបលើរបស់អត់ស្គាល់គៀបព្យាយាមគៀបដែរប្រមាញ់គៀបអត់ស្គាល់នេះឡៃនេះគៀបអត់ស្គាល់ឥឡូវយើងរាយដាក់ឈីបថ្មីហើយចាំយកឈីបនេះដូរដាក់នោះវិញគៀបនេះគៀបស្គាល់អាចរាយបាននេះដាក់កម្មវិធីវាស្គាល់ហើយ16មេចឹងបើសិនបើយើងចង់រីតយើងចុច like នេះកម្មវិធីយើងរីតចុចរីតលើវារីតដែរតែអានេះថាឈីបថ្មីជាងយើងបាញ់រីតវាទេយើងចូលមក line នេះយើងចង់រាយយក line open នេះមកហើយខ្ញុំ download បាយយកឲ្យត្រឹង model កុំតែចាប់អត់សូវច្បាស់ដោយសារតែវាកុងចឹងឲ្យត្រឹង model ជាមួយនឹង desktop board របស់យើងមកឥឡូវត្រូវឲ្យយើងដាក់ចូលមកអានេះរាយលឿនជាងកម្មវិធីធម្មតារាយបានច្រើនកម្មវិធី flash នេះក៏រាយបានអានេះហៅ341យើងរាយកម្មវិធីផ្សេងមួយទៀតបាទកម្មវិធី Neo program តែនេះវាដើររៀងយឺតតែកម្មវិធីនេះគេអាប់ដេតរៀងច្រើនដល់2025ហើយតែគេដើររៀងយឺតជាងពួកនេះ HTW5 នេះហើយដើរលឿនជាងអញ្ចឹងអានេះសាកហើយគឺកម្មវិធីគឺរាយបាននេះបតវារាយបានគឺដាក់ទៅដើរស្រួលអត់កាំងអត់ error ទេយើងបើសិនបីយកយើង original ដាក់ទៅនឹង អត់ error ទេដើរស្រួលអញ្ចឹងពេលយើងរើស file បានចុច auto line នេះមកអានេះរាយប្រហែលជានាទីជាងអីតិចតួចបើរាយពួក Neo ប្រើ341នេះអានេះប្រើ2នាទីកន្លះបើអានេះប្រើ1នាទីនេះហើយ1នាទីលើតិចតួចហើយទាំង read ទាំង write verify ចឹង auto មាន read write verify ចឹងចាប់ផ្ដើមទៅហើយនេះចាប់ផ្ដើមចេញទៅនេះ error អត់ error ទេពួកហ្នឹងកម្មវិធីផ្សេងឲ្យបានសាកដែរវិញ EZP ហ្នឹងវារាយបានតែគណៈវាដើររៀងយឺតតែពួកនេះសេរីថ្មីវាដើរលឿនចឹងបើសិនបើយើងមានអាពុំនេះចាប់ EC ហ្នឹងវាស្រួលយើងចាប់ទៅវាច្រើនគឺវាស្គាល់តែបើតាគៀបនេះជួនកាលតាគៀបខ្លះចាស់ចាប់អត់ស្គាល់ទេបើតាគៀបធ្វើអាចចាប់ស្គាល់ដូចហ្នឹងព្យាយាមពីរដងប្រឹងមិញចាប់អត់ស្គាល់តែដាក់ចេះស្គាល់អញ្ចឹងរាយពីចេះហើយចាំ remove អានេះចេញយកអានេះដាក់ចូលវិញឥឡូវកំពុងរាយនេះចាប់ផ្ដើមរាយចូលហើយយើងយកអ៊ីសេនទៅផ្លុំដូរចេញទៅហើយយើងបើកម៉ាស៊ីនយើងសាកមើលទៅជាការlà desktop របស់យើង update Windows ហើយយើងដូរ Windows ចាស់ទៅ Windows ថ្មីឬ Windows 10ទៅ11ជាការមាន error file បាយយកវាកាល error file បាយយកវាខូចបាយយកវាមួយហ្នឹងគឺអត់ boot ទេ computer យើងឈូស Windows ក៏អត់ចេញដែរចុច setup ក៏អត់ចេញដែរតែឡើយយើង update បាយយកនឹងបញ្ចូលទៅតាម chip ហ្នឹងវិញណាអញ្ចឹងបើយើងមានកម្មវិធីសម្រាប់ desktop មួយទៀតគឺហៅ Mi 88ហ្នឹងអាហ្នឹងសម្រាប់យើង backup នៅក្នុងកុំព្យូទ័រយើងធម្មតាថាបើមានកម្មវិធីហ្នឹងក៏ល្អដែរ Mi 88ហ្នឹងអាច backup វាទុកទៅបើថ្ងៃក្រោយកុំព្យូទ័រយើង error យើងអាចយក file backup មកយកមករាយក៏បានដែរក្នុងករណី board កុំព្យូទ័ររបស់យើងវាអត់សូវ support បាយយកអញ្ចឹងពិបាករកបាយយកដូរយើងអាច backup អាចចាស់ទុកចាំមើលយើងបើកកម្មវិធីសម្រាប់ឲ្យយើង backup មានកម្មវិធី backup បាយយកវាទុកណានេះកម្មវិធី Mi
94នេះខ្ញុំច្រឡំកម្មវិធីហ្នឹងគឺសម្រាប់កម្មវិធីមី8 99នេះកម្មវិធីនេះល្អយើងសម្រាប់ backup ឬយើង flash បាយយកប៉ុន្តែកុំព្យូទ័ររបស់យើងធម្មតាបាយយកវាដាធម្មតាហើយយើងមិនចាំ flash ទេខ្លាចប្រឈមមុខនឹង error ពិបាករកជាងបើតែយើងអត់មានកម្មវិធីធ្វើខ្លួនឯងតែបើតែយើងចង់ update យើង update ក្នុងហ្នឹងបានមាន update ក្នុងកម្មវិធីបាយយកហ្នឹង update ហ្នឹងគឺសម្រាប់ backup ក៏បាន flash ក៏បានក្នុងករណីថាយើងចង់ flash update បាយយកថ្មីកុំព្យូទ័រយើងនៅល្អយើងអាចបើកកម្មវិធីនេះសម្រាប់ flash បានចឹងហើយយើងមានប្រភេទតាម model វាមួយបោះបញ្ចិនបត A99 បោះស៊េរី A94 Xeon ណាវាមានតាម model វាចឹងយើងរើសវាមួយមកនេះប្រភេទ image ប្រភេទបាយយកយើងរើសមើលចង់ flash បាយយកមកណាយើង flash បាយយកមួយហ្នឹងទៅរបៀប flash វាងាយស្រួលប៉ុន្តែអត់ recommend ឲ្យ flash លេងប្រហែលតែខ្លាច error កុំព្យូទ័រកាលណា error កុំព្យូទ័រវាពិបាករត់រោជាងជួយឲ្យថាយើងមានកម្មវិធីធ្វើដូចចឹងណាចឹងបិទប៉ុណ្ណឹងសិនតែចាំមើលវីដេអូមួយទៀតខ្ញុំប្រាប់របៀប flash update បាយយកឥឡូវឈីបរបស់យើង update ពេញហើយចឹងអាចដកបានហើយនេះយើងយកអានេះចេញមកពីក្នុងតាគៀបហើយផ្លុំអានេះចឹងផ្លុំអាចាស់វាចេញទៅអាចាស់នេះវា IC វាមិនខូចទេប៉ុន្តែវាអាច error បាយយកនៅក្នុងនឹងយើងក្រាបផ្លុំ IC ចាស់ចេញទៅដាក់ IC ថ្មីចូលទៅដើរវិញហើយIC នេះអាច flash ដាក់ update បាយយកផ្សេងចូលទៅអាចដើរវិញយើងយក file ផ្សេងដាក់ជាមួយនឹងកុំព្យូទ័រផ្សេងក៏ទៅដែរឲ្យតែ សេរីដូចគ្នាចឹងណាសេរីពួកវា 25 Q128 ភាគច្រើនពួក Xeon X94 V3 V4 ហ្នឹងប្រើពួកហ្នឹងច្រើន25 Q128